សួស្តីអ្នកទាំងអស់គ្នាសូមស្វាគមន៍មកកាន់ Channel សម្ដែង My Apartment ហើយមានចង់សួរសុខទុក្ខគ្នាយើងតិចតើមិនហើយមករយៈហ្នឹងព្រោះថាយើងបែកគ្នារៀងយូរដែរហើយឥឡូវនេះមានរៀងរួចដៃពីការងារតិចហើយចឹងហើយមានចង់មកប្រាប់អ្នកទាំងអស់គ្នាថា admin សម្រាប់ចិត្តហើយថានឹងត្រូវរើផ្ទះចឹងហើយមានសង្ឃឹមថាអ្នកទាំងអស់គ្នានឹងរើទៅកាន់ Channel ថ្មី Apartment ជាមួយគ្នាផងដែរហើយរបៀបដែលស្វែងរក Channel ថ្មី Apartment គឺងាយទេអត់បាក់ទេគ្រាន់តែអ្នកទាំងអស់គ្នាកំពុងតែមើលវីដេអូហ្នឹងចុចនៅកន្លែង description នៅកន្លែងហ្នឹងទៅហើយអ្នកទាំងអស់គ្នាអស់ចូល comment តិចអ្នកទាំងអស់គ្នានឹងឃើញ link មួយទៅកាន់ Channel ថ្មីផង admin ហើយគ្រាន់តែចុចចូល link ហ្នឹងទៅអ្នកទាំងអស់គ្នានឹងចូលទៅកាន់ Channel ថ្មី Apartment direct តែម្ដងហើយកុំភ្លេចជួយចុច subscribe admin ផងឬក៏បើសិនជាអ្នកទាំងអស់គ្នាអត់ដឹងថាចុចកន្លែងហ្នឹងទេអ្នកទាំងអស់គ្នាអាចអស់ចុះមកខាងក្រោមមកចូលទៅកន្លែង comment អ្នកទាំងអស់គ្នានឹងឃើញ comment មួយដែលមាន pin ទុកនៅហ្នឹងអ្នកទាំងអស់គ្នាឃើញ link នៅក្នុង comment ហ្នឹងអត់បើឃើញអ្នកទាំងអស់គ្នាចុចនៅក្នុង link ហ្នឹងទៅអ្នកទាំងអស់គ្នានឹងចូលទៅកាន់ Channel ថ្មី Apartment បាន direct ដូចគ្នាឬក៏អ្នកទាំងអស់គ្នាអាចចូលទៅកាន់ Channel Apartment គាត់តែចុចទៅកាន់ Channel Apartment ទៅហើយបន្តមកទៀតអស់ចុះទៅដល់ខាងក្រោមទៅដល់ក្រោមបំផុតអ្នកទាំងអស់គ្នានឹងឃើញផ្លាកមួយនៅខាងក្រោមហ្នឹងបញ្ជាក់ថានេះជា Channel ថ្មី Apartment នៅកន្លែងនេះនៅចំណុចនេះហើយចុចទៅកាន់រូបហ្នឹងទៅអ្នកទាំងអស់គ្នានឹងចូលទៅកាន់ Channel ថ្មី Apartment បានដូចគ្នាឬក៏មកវិធីមួយទៀតអ្នកទាំងអស់គ្នាគ្រាន់តែ search ទៅដាក់ថា add.02 anime គាត់តែចុច search ទៅអ្នកទាំងអស់គ្នាឃើញហើយថា Channel ថ្មី Apartment គឺនៅកន្លែងហ្នឹងតែម្ដងនៅលើគេតែម្ដងអត់បាក់ហើយដោយអញ្ចឹងមានសង្ឃឹមថាអ្នកទាំងអស់គ្នានឹងតាម admin ទៅកាន់ Channel ថ្មីហើយនឹងចុច subscribe ផងដើម្បីឲ្យ Channel ថ្មី Apartment ហ្នឹងវា load video រៀងខ្ពស់ជាងមុនបន្តិចហើយបើសិនជាមើលវីដេអូ Apartment ហើយកុំភ្លេចជួយឲ្យមេដៃម្នាក់ភុយផងបើសិនជាចូលចិត្តហើយអាច comment លេងបានតាមធម្មតាបើសិនជាមាន internet មាននឹងតប comment អ្នកទាំងអស់គ្នាហើយទោះបីជា admin មិន internet ក៏ដោយទោះបីជា admin មានពេលតបក៏ដោយក៏ admin នឹងចំណាយពេលអង្គុយមើល comment អ្នកទាំងអស់គ្នាដែរនិយាយទៅគឺអត់ឲ្យរំលងសំបីតែមួយ comment តែម្ដងមួយទៀតដោយសារតែ admin ត្រូវរើទៅកាន់ Channel ថ្មីចឹងហើយ Channel ចាស់នេះ admin អាចនឹងផុសវីដេអូណែនាំបែបនេះរយៈពេលប្រហែលជាមួយខែមកទឹកផុសម្ដងអីហ្នឹងម្ដងឬក៏ពីរដងអីហ្នឹងដើម្បីណែនាំឲ្យ fan ដែលអត់ដែលបានចូលមើលឬក៏ចូលមើលអត់ទាន់ឬក៏គាត់អស់ម្លងហ្នឹងគាត់បានឃើញវីដេអូហ្នឹងហើយចូលទៅ subscribe នៅកាន់ Channel ថ្មី Apartment ចឹងហើយវាអាចនឹងរៀងរំខានតិចដោយសារតែ admin ផុសតាវីដេអូណែនាំហ្នឹងតែសង្ឃឹមថាអ្នកទាំងអស់គ្នានឹងយល់ពីចំណុចហ្នឹងហើយសម្រាប់វីដេអូបន្តទាក់ទងជាមួយនឹងការសម្ដែង anime ឬក៏ manga ហ្នឹង admin នឹងបន្តផុសទៅកាន់ Channel ថ្មី Apartment ឡើងផុសនៅក្នុង Channel ចាស់ហ្នឹងទៀតហើយ Channel ចាស់ហ្នឹង admin អាចនឹងទោះវាធ្វើជាអ្វីផ្សេងមួយទៀតព្រោះថា Channel ចាស់ហ្នឹងបច្ចុប្បន្នវាខូចហើយយើងអាចរកអីបានពីវាទេចឹងហើយ admin អត់មានជំរឿអីទេមានតែរើទៅកាន់ Channel ថ្មីហើយបើសិនជាអ្នកនរគ្នាមានចំណាប់អារម្មណ៍ចង់ support admin ថ្លៃកាហ្វេឬក៏តែអីនេះខាងចំណុចនេះគឺជា QR code របស់ admin អ្នកនរគ្នាអាចបាញ់មកបានតិចក្តីច្រើនក្តីក៏ admin នឹងធ្វើក្នុងការទទួលយកដែរគឺនិយាយទៅបាញ់រត់តែច្រើនគឺរត់តែល្អតែម្ដងហើយគិតថានិយាយលេងប៉ុណ្ណឹងបានហើយតាមពិតទៅអ្នកនរគ្នាមិនបាច់ចាំ donate អីឲ្យ admin ក៏បានដែរអត់សំខាន់ទេ admin អត់ផ្ដោតទៅលើរឿងហ្នឹងទេសំខាន់ឲ្យតែអ្នកនរគ្នាចូលមកកាន់ Channel ថ្មី Apartment មើលវីដេអូ Apartment ឲ្យបានច្រើន comment និយាយលេងជាមួយ admin ហ្នឹងទៅគឺប៉ុណ្ណឹងវាគ្រប់គ្រាន់ហើយស្រាប់ admin ព្រោះថា admin ធ្វើ Channel YouTube ក៏មានតែចង់បានលុយអីប្រហែលដែរ admin ចង់និយាយលេងជាមួយអ្នកនរគ្នាច្រើនជាងពិតជាអរគុណអ្នកទាំងអស់គ្នាខ្លាំងមែនទែនដែលបានចំណាយពេលតាមពី Channel ចាស់មកកាន់ Channel ថ្មី Apartment និយាយទៅ admin គឺពិតជារំភើបចិត្តខ្លាំងមែនទែនដែលអ្នកទាំងអស់គ្នានៅតែតាមគ្រប់គ្រងការសម្ដែង My Apartment ទោះបីជា admin រើផ្ទះក៏នៅតែតាមមកដូចគ្នាហើយ admin អត់ដឹងគួរនិយាយអីទៀតទេគឺមានតែនិយាយថាអរគុណអ្នកទាំងអស់គ្នាខ្លាំងមែនទែនដែលបានគ្រប់គ្រងការសម្ដែងវីដេអូ Apartment ហើយបើសិនជាគិតថាចូលចិត្តការសម្ដែង Apartment គឺកុំភ្លេចទៅជួយចុច like ទៅកាន់ Channel ថ្មី Apartmentចុច subscribe នៅកាន់ Channel ថ្មី Apartment ហើយនឹងចុច like ទៅលើវីដេអូនៅក្នុង Channel ថ្មី Apartment ឲ្យបានច្រើន comment លេងជាមួយ admin ឲ្យបានច្រើនពិតជាអរគុណអ្នកទាំងអស់គ្នាខ្លាំងមែនទែនជំរាបលាបាយបាយ